ក្រុមហ៊ុនអូស្ត្រាលី Renaissance ចម្រាញ់រ៉ែមាសជាមធ្យមបាន3តោននៅក្នុងមួយឆ្នាំដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនៅក្នុងមួយថ្ងៃអាចចម្រាញ់រ៉ែមាសបានប្រមាណ10គីឡូក្រាមក្នុងមួយខែអាចចម្រាញ់បានប្រមាណចន្លោះពី300ទៅ400គីឡូក្រាមហើយបើគិតនៅក្នុងមួយឆ្នាំជាមធ្យមអាចចម្រាញ់បានប្រមាណជា3តោននេះបើតាមការឲ្យដឹងពីលោកគ្រីឡៃហុកដែលជាវិស្វកររ៉ែនៃគម្រោងរ៉ែមាសអូខ្វៅដោយបញ្ជាក់ថាប្រតិបត្តិការរុករករ៉ែមាសលើផ្ទៃដីទំហំជាង30ហិកតាហើយបច្ចុប្បន្នក្រុមហ៊ុន Renaissance មានរណ្ដៅរុករករ៉ែតែចំនួន2ប៉ុណ្ណោះគឺនៅក្នុងនោះមានមួយជារណ្ដៅតូចនិងមួយទៀតជារណ្ដៅធំមកកាត់3ហិកតាចាប់តាំងពីបើកប្រតិបត្តិការរុករករ៉ែមាសតាំងពីថ្ងៃទី21ខែមិថុនាឆ្នាំ2021ក្រុមហ៊ុន Renaissance ចម្រាញ់រ៉ែចេញជាដុំមាស 90% បាទជាប្រជុំយើងមួយឆ្នាំ3តោន target យើងគឺប៉ុណ្ណឹងបាទចូលហងៃលើស target ទៅហើយមួយឆ្នាំហើយដោយពេលខ្លះលើសតិចតួចពេលខ្លះតែពីច្រើនលើសហើយយើងចាប់ផ្ដើមបាន3 4ឆ្នាំហើយអញ្ចឹងឆ្នាំនេះប្រហែលជាអាចថាយើងស្ទើរតិចមើលទៅដោយសារអីយើងបើកមុខដូចខ្ញុំបង្ហាញអញ្ចឹងយើងបើកមុខជ្រៅចោះទៅយករ៉ែនៅជ្រៅអញ្ចឹងវាអាកាសរបស់យើងយករ៉ែវានៅបានក្រោមអញ្ចឹងអាខាងលើនេះសិតតែវេះអញ្ចឹងយើងបានរ៉ែតិចទៅធ្វើការចម្រាញ់អញ្ចឹងចេញជាដុំមាសមកមិនមែនមានតែមាសសតទេអញ្ចឹងមាសទៅ 90% វាមានតុងដែងមានប្រាក់មានអីនៅក្នុងហ្នឹងតែក្រុមហ៊ុននេះក៏អត់ចម្រាញ់ប្រសិទ្ធទាំងអស់ហើយព្រោះវាត្រូវការច្បាប់ផលិតកម្មបន្ថែមទៀតអញ្ចឹងយើងលក់ដុំមាស 90% ហ្នឹងទៅក្រៅប្រទេសដើម្បីគាត់ប្រសិទ្ធបន្តបើតាមការបញ្ជាក់បន្ថែមរបស់វិស្វកររ៉ែបានឲ្យដឹងដែរថាក្រុមហ៊ុន Renaissance គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការរុករករ៉ែពលបើធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀតនៅកម្ពុជាក្រុមហ៊ុននេះអាចចម្រាញ់រ៉ែមានចំនួនច្រើនជាងគេហើយស្ទើរតែប្រហាក់ប្រហែលទៅនឹងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍នេះចំណែកលោកគង់ស៊ីថាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងដែរថាក្រុមហ៊ុន Renaissance មិនធ្វើប្រតិបត្តិការរុករករ៉ែមាសជាផ្លូវការគឺបានចំណាយពេល15ឆ្នាំដើម្បីរុករកទីតាំងសក្តានុពលរាប់ចាប់តាំងពីការធ្វើផែនទីនិងសិក្សាពិនិត្យសំណាក់ដីមុនចាប់ផ្ដើមធ្វើអាជីវកម្មលោកថាការបារម្ភពីការរុករករ៉ែពីសំណាក់ប្រជាពលរដ្ឋមិនមែនជារឿងមិនល្អនោះទេក៏ប៉ុន្តែបើបារម្ភពេកក៏មិនកើតដែរលោកថាធ្វើអ្វីក៏ដោយមិនអាចថាគ្មានផលប៉ះពាល់ទេប៉ុន្តែបើអនុវត្តតាមស្តង់ដារត្រឹមត្រូវនោះផលប៉ះពាល់មានតិចបំផុតគួរជម្រាបថាការដ្ឋានគម្រោងរ៉ែមាសអូខ្វៅរបស់ក្រុមហ៊ុន Renaissance បច្ចុប្បន្នការដ្ឋាននេះមានបុគ្គលិកសរុបចំនួន750នាក់ក្នុងនោះជនជាតិខ្មែរចំនួន659នាក់ចំពោះបុគ្គលិកប្រចាំនៅការដ្ឋានមានចំនួន550នាក់នោះអត្ថប្រយោជន៍ដែលបុគ្គលិកទទួលបានគឺកន្លែងស្នាក់នៅកន្លែងហាត់ប្រាណម្ហូបអាហារ3ពេលដែលគិតគូរពីសុខភាពនិងឈប់សម្រាក2សប្តាហ៍នៅក្នុងមួយខែ